ការពិតដែលគេបំភ្លេចចោលកម្ពុជាធ្លាប់ឈ្នះចិនហុងកុង2 ដងកាលពី53 ឆ្នាំមុនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិហុងកុងដោយលទ្ធផល2-0ក្នុងជំនួបមិត្តភាពអន្តរជាតិដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកកាលពីយប់ថ្ងៃទី9 ខែមិថុនាឆ្នាំ2026ជ័យជំនះនេះគឺបានន័យថាកម្ពុជាឈ្នះចិនហុងកុងជាថ្មីម្ដងទៀតក្រោយខកខានអស់ពេល53ឆ្នាំគិតចាប់ពីឆ្នាំ1972មកមែនតែនទៅកម្ពុជាជួបចិនហុងកុងចំនួន14 ដងហើយទាំងការប្រកួតពានរង្វាន់ផ្លូវការក៏ដូចជាការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិហើយក្នុងចំណោម14 ដងនោះកម្ពុជាធ្លាប់យកឈ្នះចិនហុងកុង2 ដងផងដែរពោលគឺនៅឆ្នាំ1971នៅក្នុងការប្រកួតវគ្គជម្រុះជើងឯកទ្វីបអាស៊ីនិងក្នុងការប្រកួតពានរង្វាន់មិត្តភាព Merdeka Tournament នៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ1972ថ្ងៃខែឆ្នាំដែលកម្ពុជាឈ្នះចិនហុងកុង2 ដងនោះគឺរួមមានលើកទី1នៅថ្ងៃទី24 ខែឧសភាឆ្នាំ1971កម្ពុជាឈ្នះចិនហុងកុង2-1ក្នុងការប្រកួតវគ្គជម្រុះដើម្បីឡើងទៅកាន់ការប្រកួត AFC Asian Cup នៅក្នុងឆ្នាំ1972ថ្មីត្បិតតែពុំមានរូបភាពក៏ដូចជាវីដេអូបញ្ជាក់ប៉ុន្តែកំណត់ត្រានេះត្រូវបានកត់ត្រាទុកក្នុងប្រវត្តិពានជើងឯកទ្វីបអាស៊ីដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីត្បិតពេលកម្ពុជាប្រកួតជម្រុះឈ្នះនោះហើយទើបបានឡើងទៅកាន់លេខជុំផ្ដាច់ព្រាត់ហើយទទួលបានចំណាត់ថ្នាក់លេខ4ក្នុងពាននេះដែលជាកំណត់ត្រាល្អបំផុតរបស់កម្ពុជាលើកទី2នៅថ្ងៃទី28 ខែកក្កដាឆ្នាំ1972កម្ពុជាឈ្នះចិនហុងកុង1-0នៅក្នុងការប្រកួតពានរង្វាន់មិត្តភាព Merdeka Tournament ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីអ្នកតាត់ជលពេលនោះគឺលោកគ្រូស្លៃម៉ានសាលីមដូច្នេះរាប់ដោយត្រឹមត្រូវកម្ពុជាបានយកឈ្នះចិនហុងកុងជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ1972មកដែលស្មើនឹង53ឆ្នាំ10ខែនិង12ថ្ងៃការពិតដែលគេបំភ្លេចចោលកម្ពុជាធ្លាប់ឈ្នះចិនហុងកុង2 ដងកាលពី53ឆ្នាំមុនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិហុងកុងដោយលទ្ធផល2-0ក្នុងជំនួបមិត្តភាពអន្តរជាតិដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកកាលពីយប់ថ្ងៃទី9 ខែមិថុនាឆ្នាំ2026ជ័យជំនះនេះគឺបានន័យថាកម្ពុជាឈ្នះចិនហុងកុងជាថ្មីម្ដងទៀតក្រោយខកខានអស់ពេល53ឆ្នាំគិតចាប់ពីឆ្នាំ1972មកមែនតែនទៅកម្ពុជាជួបចិនហុងកុងចំនួន14 ដងហើយទាំងការប្រកួតពានរង្វាន់ផ្លូវការក៏ដូចជាការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិហើយក្នុងចំណោម14 ដងនោះកម្ពុជាធ្លាប់យកឈ្នះចិនហុងកុង2 ដងផងដែរពោលគឺនៅឆ្នាំ1971នៅក្នុងការប្រកួតវគ្គជម្រុះជើងឯកទ្វីបអាស៊ីនិងក្នុងការប្រកួតពានរង្វាន់មិត្តភាព Merdeka Tournament នៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ1972ថ្ងៃខែឆ្នាំដែលកម្ពុជាឈ្នះចិនហុងកុង2 ដងនោះគឺរួមមានលើកទី1នៅថ្ងៃទី24 ខែឧសភាឆ្នាំ1971កម្ពុជាឈ្នះចិនហុងកុង2-1ក្នុងការប្រកួតវគ្គជម្រុះដើម្បីឡើងទៅកាន់ការប្រកួត AFC Asian Cup នៅក្នុងឆ្នាំ1972ថ្មីត្បិតតែពុំមានរូបភាពក៏ដូចជាវីដេអូបញ្ជាក់ប៉ុន្តែកំណត់ត្រានេះត្រូវបានកត់ត្រាទុកក្នុងប្រវត្តិពានជើងឯកទ្វីបអាស៊ីដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីត្បិតពេលកម្ពុជាប្រកួតជម្រុះឈ្នះនោះហើយទើបបានឡើងទៅកាន់លេខជុំផ្ដាច់ព្រាត់ហើយទទួលបានចំណាត់ថ្នាក់លេខ4ក្នុងពាននេះដែលជាកំណត់ត្រាល្អបំផុតរបស់កម្ពុជាលើកទី2នៅថ្ងៃទី28 ខែកក្កដាឆ្នាំ1972កម្ពុជាឈ្នះចិនហុងកុង1-0នៅក្នុងការប្រកួតពានរង្វាន់មិត្តភាព Merdeka Tournament ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីអ្នកតាត់ជលពេលនោះគឺលោកគ្រូស្លៃម៉ានសាលីមដូច្នេះរាប់ដោយត្រឹមត្រូវកម្ពុជាបានយកឈ្នះចិនហុងកុងជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ1972មកដែលស្មើនឹង53ឆ្នាំ10ខែនិង12ថ្ងៃ